ក្រុងសែនមនោរម្យកាន់តែមានសោភ័ណភាពក្រោយរដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្មីៗដើម្បីកែលម្អសោភ័ណភាពនិងលើកកម្ពស់មុខមាត់ក្រុងសែនមនោរម្យដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទេសចរណ៍និងវប្បធម៌នៃភូមិភាគឦសានរដ្ឋបាលខេត្តមណ្ឌលគិរីបាននឹងកំពុងបន្តខិតខំប្រឹងប្រែងរៀបចំនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងក្នុងចំណោមសមិទ្ធផលទាំងនោះរួមមានការរៀបចំសួនកម្សាន្តផ្លូវថ្មើរជើងសួនកុមារសាធារណៈមណ្ឌលទេសចរណ៍និងថ្មីនេះអាជ្ញាធរខេត្តបានសម្រេចសាងសង់ជញ្ជាំងថ្មភ្នំជើងទេនិងចាក់ផ្លូវបេតុងស្របតាមបណ្ដោយផ្លូវភ្លោះសួនច្បារពីរង្វង់មូលគោព្រៃឆ្ពោះទៅវិមានឯករាជ្យមានប្រវែងសរុប880ម៉ែត្រយោងតាមការបញ្ជាក់ពីលោកញ៉ែមរានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តមណ្ឌលគិរីបានឲ្យដឹងថាគម្រោងការងាររៀបចំថ្មភ្នំជើងទេនេះមានប្រវែងសរុប880ម៉ែត្រនិងមានកម្ពស់ជាមធ្យម 4.50 ម៉ែត្រដែលមានផ្ទៃក្រឡាសរុប3960ម៉ែត្រការ៉េមិនតែប៉ុណ្ណោះក្រុមការងារក៏បានរៀបចំចាក់បេតុងតាមជើងទេស្របតាមបណ្ដោយផ្លូវដោយមានទទឹងប្រហែល3ម៉ែត្រដែលធានាបានទាំងសោភ័ណភាពសុវត្ថិភាពនិងភាពរឹងមាំយូរអង្វែងក្នុងការទប់ស្កាត់ការបាក់ស្រុតដីនៅតាមជម្រាលភ្នំក្រៅពីសមិទ្ធផលខាងលើក្រុងសែនមនោរម្យបានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំងតាមរយៈការបង្កើតឡើងនៅហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដែលរួមចំណែកធ្វើឲ្យទីក្រុងលើភ្នំមួយនេះកាន់តែមានភាពស៊ីវិល័យការរៀបចំសួនច្បារភ្លើងបំភ្លឺសាធារណៈនិងកន្លែងកម្សាន្តនានាបានផ្ដល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងការមកលំហែកាយការអភិវឌ្ឍជាបន្តបន្ទាប់នេះបាននឹងកំពុងទទួលបានការសាទរនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីបងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវក្តីរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តដែលតែងតែយកចិត្តទុកដាក់លើការកសាងនិងអភិវឌ្ឍមូលដ្ឋានពួកគាត់បានលើកឡើងថាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនិងលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនដែលជាកាតាលីករជួយបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផងតាមរយៈចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋបាលខេត្តមណ្ឌលគិរីក្រុងសែនមនោរម្យនឹងបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទីក្រុងអេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនិងជាទីក្រុងដែលគួរឲ្យចង់រស់នៅបំផុតក្នុងតំបន់ភូមិភាគឦសាន